khăn là bay vậyเอาไว้แต่ขาดบองพมจะเกยเลยลูกคือปลายกับพ่อระบอบเนี่ยดตีmộtដាក់តនកម្មលើខ្លួនឯងដើម្បីឈ្នះចាញ់ឬដើម្បីមុខមាត់ឬក៏ដើម្បីតែលទ្ធផលដែលអ្នកចង់បានពីពេលនេះតទៅឈប់ធ្វើល្ងើទៀតទម្លាក់ចោលកំហុសគេឯងដោះលែងចិត្តរបស់អ្នកទម្លាក់ចោលលបាយកលគ្រប់យ៉ាងការភ្ញាក់ផ្អើលនឹងសំណាងល្អទាំងអស់នៅក្នុងលោកគឺវាជាការសន្សំនូវភាពស្លូតបូតនិងសប្បុរសរបស់អ្នកទាំងអស់ថែទាំសុខភាពខ្លួនឯងឲ្យបានល្អធ្វើកិច្ចការដែលខ្លួនចូលចិត្តឲ្យបានសម្រេចជោគជ័យមើលថែទាំមនុស្សសំខាន់ឲ្យបានល្អអ្វីដែលអ្នកត្រូវការទាំងអស់នោះគឺកំពុងធ្វើដំណើរមកហើយមនុស្សស្រីតែងខ្លួនស្អាតបាតដើម្បីតាក់ទាញមនុស្សប្រុសឬមនុស្សស្រីតែងខ្លួនស្អាតបាតមិនមែនដើម្បីតាក់ទាញមនុស្សប្រុសឡើយមនុស្សប្រុសភាគច្រើនតែងតែគិតថាមនុស្សស្រីតែងខ្លួនគឺដើម្បីតាក់ទាញមនុស្សប្រុសតាមពិតគេគឺធ្វើដើម្បីផ្គាប់ចិត្តខ្លួនឯងទេប៉ុន្តែខ្ញុំយល់ថាមនុស្សស្រីតែងខ្លួនស្អាតក៏មិនត្រឹមតែដើម្បីខ្លួនឯងមើលទៅស្អាតដែរនាងគឺដើម្បីពេលចេញទៅខាងក្រៅមិនឲ្យអន់ជាងអ្នកដទៃយូរដើរកាត់កន្លែងមានកញ្ចក់ម្ដងពួកគេអាចនឹងដើរយឺតលបលួចកោតសរសើរខ្លួនឯងបន្តិចតើខ្ញុំនិយាយនេះត្រូវទេមនុស្សស្រីចាំបាច់ត្រូវកែប្រែនៅគុណវិបត្តិធំ4នេះចោលទើបធ្វើឲ្យការរស់នៅបានសុខស្រួលទី1កែប្រែចោលនៅចិត្តល្អគ្មានដែនកំណត់ទី2កែប្រែចោលនៅចិត្តទន់ជ្រាយគ្មានព្រំដែនទី3កែប្រែចោលនៅការងាយប្រគល់បេះដូងស្មោះទី4កែប្រែចោលនៅការអត់ធ្មត់នៃកំហុសម្ដងហើយម្ដងទៀតមនុស្សស្រីដែលខ្លាំងពូកែពិតប្រាកដគឺនាងបានបាត់បង់នៅរបស់4យ៉ាងបាត់បង់នៅការស្រមើស្រមៃល្អបាត់បង់នៅការពឹងផ្អែកលើបរិសុទ្ធបាត់បង់នៅភាពជាប់គាំងនៃអតីតកាលបាត់បង់នៅបទពិសោធន៍លះបង់មនុស្សស្រីគ្រប់រូបដើរពីភាពសាមញ្ញទៅភាពចាស់ទុំគឺជាដំណើរការនៃការបាត់បង់មួយស្ដាប់ទៅគួរឲ្យសង្វេគណាស់ប៉ុន្តែមានតែបែបនេះទេទើបអ្នកអាចទប់ទល់បាននៅពាក្យកុហកទទួលបាននៅភាពល្អឥតខ្ចោះទ្រាំទ្របាននៅការបោកប្រាស់បំភ្លេចបាននៅការសន្យាមានតែបែបនេះទេទើបអ្នកអាចឯករាជ្យសេរីភាពនិងភាពថ្លៃថ្នូរคล้ายខ្លួនឯងជាមនុស្សរឹតតែអស្ចារ្យអ្នកដតីគិតអ្វីយើងមិនអាចគ្រប់គ្រងបានទេអ្នកដតីធ្វើអ្វីយើងក៏មិនអាចបង្ខំគេបានដែរអ្វីដែលយើងអាចធ្វើបានគឺខិតខំធ្វើកិច្ចការខ្លួនឯងឲ្យបានល្អអស់ពីសមត្ថភាពដើរលើផ្លូវរបស់ខ្លួនតាមគោលការណ៍ខ្លួនឯងរស់នៅឲ្យបានល្អធ្វើជាមនុស្សម្នាក់ឲ្យស្និទ្ធនឹងសុភមង្គលតែងតែមានរបស់ខ្លះអ្នកខ្លួនឯងមិនអាចត្រួតត្រាវាបានទេមិនចាំបាច់មើលទៅអ្នកដទៃខ្លួនឯងក៏ជាពិភពស្រស់បំព្រងដែរមនុស្សពេលក្រគឺគ្មានទេមិត្តភក្តិគេមិនអើពើនឹងអ្នកគឺគ្រាន់បើហើយកុំថាឡើយមិត្តភក្តិសូម្បីតែសាច់ញាតិក៏គេមិនចង់រាប់រកផងទោះបីជាសាច់ឈាមបងប្អូនបង្កើតក៏ដោយក៏គេមិនសូវចូលចិត្តដែរហើយក៏ចង់នៅឲ្យឆ្ងាយពីអ្នកពីព្រោះអ្នកគ្មានប្រយោជន៍អ្វីចំពោះពួកគេទេមានតែคล้ายជាបន្ទុករបស់គេធ្វើឲ្យគេមានអារម្មណ៍ថាមានសម្ពាធដូច្នេះបើសិនអ្នកក្រគឺត្រូវដាក់ខ្លួននៅក្នុងរបៀបស្ងប់ស្ងាត់អ្នកណាក៏កុំទៅរំខានដែរបន្ទាប់មកធ្វើការសម្រេចចិត្តសម្ងាត់ខិតខំប្រឹងប្រែងរកលុយខ្លួនទីពឹងខ្លួនលុយដេញតាមមនុស្ស6ប្រភេទមើលយល់លុយហូរចូលច្រើនណាស់ណៃបើអ្នកអាចមើលយល់វីដេអូមួយនេះទៅថ្ងៃអនាគតនឹងមានធនធានហិរញ្ញវត្ថុជាច្រើន
ជាទូទៅមនុស្ស6ប្រភេទនេះគឺលួយកាក់ចូលចិត្តគាត់ណាស់តោះមកមើលតើអ្នកឈរបានប្រមាណចំណុចហើយ1មនុស្សដែលស្រឡាញ់ពេលវេលាខ្ជះខ្ជាយពេលវេលាគឺស្មើនឹងខ្ជះខ្ជាយទ្រព្យសម្បត្តិនិយាយសម្រាប់អ្នកធ្វើមុខចំនួនពេលវេលាគឺជាមាសប្រាក់ពាក្យមួយឃ្លានេះគ្មានខុសអ្វីបន្តិចឡើយរកលុយគឺពឹងផ្អែកទៅលើពេលវេលាចេះប្រើពេលវេលាចូលដេកពីប្រលប់ក្រោកពីព្រលឹមរាល់ថ្ងៃបើរាល់ថ្ងៃខ្ជិលច្រអូសដេកចំតិតគូតគឺរកមិនបានទ្រព្យសម្បត្តិទេជីវិតមនុស្សគឺមានដែនកំណត់ជាពិសេសគឺនៅពេលនៅមានកម្លាំងកាយនិងកម្លាំងប្រាជ្ញាគ្រប់គ្រាន់នេះក៏ជាពេលវេលាដែលខ្លួនឯងអាចបង្កើតទ្រព្យសម្បត្តិបានយ៉ាងល្អបំផុត2មនុស្សដែលចេះផ្ដល់ឲ្យនៅពេលសហការគ្នាត្រូវផ្ដល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមកកុំធ្វើបាបស៊ីលើគ្នាឲ្យអ្នកដទៃបានចំណេញលុយទើបអ្នកអាចចំណេញលុយបានកាន់តែច្រើនអ្នកត្រូវដឹងថាដើមទ្រូងធំប៉ុណ្ណាកាបូបលុយក៏ធំប៉ុណ្ណោះដែរត្រូវមានចិត្តស្មោះត្រង់ជីវិតមនុស្សក្នុងលោកលះបង់តិចទទួលផលតិចលះបង់ធំទទួលផលធំមិនលះបង់មិនទទួលផល3មនុស្សដែលពូកែចាប់យកឱកាសភាពជោគជ័យមិនមែនបានមកដោយសារមានលុយមុននោះទេប៉ុន្តែគឺដោយសារមានផ្លូវមុនចង់ធ្វើបានកិច្ចការធំរកលុយបានច្រើនគឺកុំគិតថាស្ថិរភាពនៃភាពជោគជ័យបានមកដោយងាយៗឡើយពីព្រោះទោះបីជាសម្រេចកិច្ចការធំឬក៏រកលុយបានច្រើនក៏ដោយវាសុទ្ធតែពោពេញទៅដោយហានិភ័យទាំងអស់គ្មានភាពក្លាហានក្នុងការបថុយប្រឋានកុំសង្ឃឹមថាអាចសម្រេចបានជោគជ័យឲ្យសោះដូច្នេះក្នុងជីវិតរស់នៅធម្មតាសូមសង្កេតមើលឲ្យបានច្រើនធ្វើឲ្យច្រើននៅរឿងជុំវិញខ្លួនរកឲ្យឃើញខ្លួនឯងនិងបង្កើតឱកាសដែលមានអត្ថប្រយោជន៍4មនុស្សចេះជួយនិងជ្រោមជ្រែងអ្នកដទៃផ្ដល់ឲ្យដោយចិត្តសប្បុរសនិងជួយអ្នកដទៃដោយរីករាយកុំខ្វល់ខ្វាយខ្លាំងពេកចំពោះការតបស្នងបច្ចុប្បន្នខ្ញុំធ្វើបន់របស់ខ្ញុំអ្នកតបស្នងខ្ញុំយ៉ាងណាជារឿងរបស់អ្នកខ្ញុំមិនត្រូវការការតបស្នងរបស់អ្នកឡើយយ៉ាងណាមិញមានមិត្តច្រើនគឺមានផ្លូវជាច្រើនពីព្រោះការផ្ដល់ឲ្យរបស់ខ្ញុំសុទ្ធតែអាចតបស្នងមកលើខ្លួនខ្ញុំវិញនៅវិធីមួយផ្សេងទៀតគឺគ្រាន់តែដោយសារពេលវេលាតែប៉ុណ្ណោះ5គឺមនុស្សមានបេះដូងធំចិត្តទូលាយអាចជូនពរអ្នកដទៃនេះជារឿងសំខាន់ណាស់កុំទៅច្រណែនអ្នកដទៃដាច់ខាតកុំមើលមិនឃើញអ្នកដទៃល្អបើសិនជាមើលមិនឃើញអ្នកដទៃល្អទេនោះគឺមិនអនុញ្ញាតឲ្យខ្លួនឯងល្អផងដែរអ្នកអាចមិនជូនពរអ្នកដទៃប៉ុន្តែដាច់ខាតកុំដាក់បណ្ដាសាគេបើមិនជួយជោគជួយចែវកុំយកជើងរាទឹកអ្នកមើលមិនឃើញអ្នកដទៃល្អប្រហែលជាគេមិនអាក្រក់ទេប៉ុន្តែអ្នកខ្លួនឯងពិតជាមិនល្អចូលរួមរស់ជាមួយអ្នកដទៃមានគំនិតល្អក្នុងចិត្តទោះបីជាពរជ័យមិនទាន់មកដល់ក៏គ្រោះមហន្តរាយនៅឆ្ងាយដែរ6ជាមនុស្សតស៊ូនឹងអត់ធ្មត់តាមពិតរកលុយគឺមិនសាំញ៉ាំទេប្រើសន្តិភាពផ្លូវចិត្តទៅប្រឈមមុខឲ្យតែការជ្រើសរើសទិសដៅមិនខុសនោះគឺត្រូវតស៊ូពុះពៀសម្រេចឲ្យតតែបានសុខចិត្តធ្វើរឿងមួយ10ឆ្នាំក៏មិនសុខចិត្តធ្វើរឿង11ឆ្នាំដែរដូចអ្វីដែលគេហៅថា3ឆ្នាំចូលក្នុងអាជីវកម្ម5ឆ្នាំស្គាល់អាជីវកម្ម10ឆ្នាំខ្លាយជាស្ដេចបើអាចទ្រាំបាននឹងលេចធ្លោបើមិនអាចទ្រាំទ្របានទេនឹងដួលរលំ